សូមចូលរួមអបអរសាទរយុវសិស្សលេងកុសលសិស្សវិទ្យាល័យពោធំខេត្តស្វាយរៀងដែលទទួលបានជ័យលាភីលេខ3ក្នុងការប្រឡងប្រជែងសិស្សពូកែផ្នែកអក្សរសិល្ប៍ខ្មែរថ្នាក់ទី12នាថ្ងៃទី6ខែឧសភាឆ្នាំ2025នេះមានសិស្សានុសិស្សអាណាព្យាបាលថ្នាក់ដឹកនាំឃុំស្រុកបានចូលរួមដង្ហែនិងឈរតាមបណ្ដោយផ្លូវដែលបានឆ្លងកាត់ចូលរួមអបអរសាទរយុវសិស្សលេងកុសលយើងខ្ញុំក៏សូមលើកយកវីដេអូដែលបានបង្ហាញចេញពីเพจវិទ្យាល័យពោធំសូមទៅតាមដានទស្សនភាពនិងចូលរួមអបអរសាទរទាំងអស់គ្នាយោងតាមលិខិតជូនដំណឹងការដង្ហែក្បួនលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សប្រមាណ500នាក់ដើម្បីអបអរសាទរយុវសិស្សលេងកុសលដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ3ក្នុងការប្រឡងប្រជែងសិស្សពូកែទូទាំងប្រទេសផ្នែកអក្សរសិល្ប៍ខ្មែរដោយកម្មវិធីនេះធ្វើឡើងនៅព្រឹកថ្ងៃទី6ខែឧសភាឆ្នាំ2025ចាប់ពីម៉ោង 7:30 នាទីដល់ម៉ោង 10 ព្រឹកបាទទីតាំងឆ្លងកាត់ឃុំចំនួន4ចេញដំណើរពីវិទ្យាល័យពោធំឆ្លងកាត់ភូមិអំពៅព្រៃឆ្ពោះទៅភូមិតានូរួចបត់តាមមុខវិទ្យាល័យចំបក់រហូតដល់ផ្លូវកែងទូលច្រេះបត់កែងភូមិបឹងអណ្ដូងរួចទៅផ្សារថ្នល់កែងឈើទៀលតាមបណ្ដោយផ្លូវកៅស៊ូក្នុងឃុំស្វាយធំឆ្ពោះទៅភូមិក្រាំងលាវបត់តាមផ្លូវក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាមរួចចូលទៅតាមផ្លូវកៅស៊ូភូមិក្រសាំងជ្រុំឃុំគ្រូសឆ្ពោះមកចូលសាលាវិញបាទនេះជាដំណើរឆ្លងកាត់ក្បួនដើម្បីចូលរួមអបអរសាទរលើកគុណភាពអប់រំនិងជំរុញដល់មាតាបិតាអាណាព្យាបាលសិស្សយកចិត្តទុកដាក់ក្នុងការសិក្សារបស់ចៅវិទ្យាល័យពោធំឃើញថាមានបងប្អូនសិស្សានុសិស្សអ៊ំពូមីងមៀលោកមេឃុំបាទគ្រប់ជាន់ថ្នាក់ចូលរួមអបអរសាទរការលើកកម្ពស់តម្លៃនៃការសិក្សាអរគុណច្រើនបងប្អូននេះជាទស្សនវិជ្ជាមួយជ្រុងក្នុងនោះក៏មានបាទលិខិតភ្ជាប់ថ្លែងអំណរគុណផងដែរសូមថ្លែងអំណរគុណក្នុងនាមជាគណៈគ្រប់គ្រងលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃវិទ្យាល័យពោធំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលនៃគណៈអភិបាលស្រុកលោកមេឃុំគ្រូសមេឃុំចំបក់មេឃុំឈើទៀលមេឃុំស្វាយធំអធិការដ្ឋាននគរបាលស្រុកប៉ុស្តិ៍នគរបាលទាំង4ឃុំលោកនាយកលោកគ្រូអ្នកគ្រូសិស្សានុសិស្សសាលាបឋមសិក្សានិងអនុវិទ្យាល័យទាំង4ឃុំប្រជាពលរដ្ឋទូទាំង4ឃុំលោកស្រីអ្នកនាងកញ្ញាអតីតសិស្សនិងសប្បុរសជនគ្រប់មជ្ឈដ្ឋានដែលបានចូលរួមអបអរសាទរក្បួនដង្ហែយុវសិស្សលេងកុសលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ3ផ្នែកអក្សរសិល្ប៍ខ្មែរលើការប្រឡងប្រជែងជ្រើសរើសសិស្សពូកែទូទាំងប្រទេសនិងថវិកាផ្ទាល់ខ្លួនដើម្បីគាំទ្រដល់ដំណើរការនៃការរៀបចំពិធីប្រព្រឹត្តទៅដោយរលូននិងប្រកបដោយភាពរីករាយលើសពីការរំពឹងទុកសូមទេវតាឆ្នាំថ្មីប្រសិទ្ធពរជ័យសិរីសួស្តីចូលកើតមានដល់លោកស្រីអ្នកនាងកញ្ញាអតីតសិស្សនិងសប្បុរសជនគ្រប់មជ្ឈដ្ឋានព្រមទាំងគ្រួសារកុំបីឃ្លៀងឃ្លាតឡើយយើងខ្ញុំសង្ឃឹមយ៉ាងមុតមមថាលោកស្រីអ្នកនាងកញ្ញាអតីតសិស្សនិងសប្បុរសជនគ្រប់មជ្ឈដ្ឋាននឹងបន្តគាំទ្ររាល់ព្រឹត្តិការណ៍នានារបស់វិទ្យាល័យជាមិនខានគណៈគ្រប់គ្រងវិទ្យាល័យពោធំនាយករងសោមចន្ទាបងប្អូននេះជាទស្សនវិជ្ជាការដង្ហែក្បួននិងលិខិតថ្លែងអំណរគុណបងប្អូននេះជាតម្លៃនៃការសិក្សាមានពុកម៉ែបងប្អូនអ៊ំពូមីងបាទពិសេសរដ្ឋបាលស្រុកចូលរួមអបអរសាទរតម្លៃនៃការសិក្សាការខិតខំប្រឹងប្រែងព្យាយាមរបស់យុវសិស្សលេងកុសលជាសិស្សថ្នាក់ទី12នៃវិទ្យាល័យពោធំដែលទទួលបានជ័យលាភីលេខ3ផ្នែកអក្សរសាស្ត្រខ្មែរ